Mô Tassa Bhagavato Arahato Samma Sambuddhassa នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងក៏បីកុំគិតទៅដល់កំហុសរបស់អ្នកដទៃច្រើនទេពេលណាដែលយើងគិតពីកំហុសអ្នកដទៃឬក៏រឿងរ៉ាវឆ្គាំឆ្គងរបស់អ្នកដទៃព្រោះយើងអាចបាននៅសេចក្តីសុខខ្លួនឯងអ្វីដែលសំខាន់គឺយើងត្រូវរក្សាចិត្តរបស់យើងហើយនឹងធ្វើនៅអំពើដែលជាកុសលនៃការឲ្យទានការរក្សាសិលការអប់រំចិត្តជាដើមអញ្ចឹងយើងព្យាយាមមើលតែទង្វើរបស់ខ្លួនឯងឲ្យបានច្រើនហើយនឹងរក្សាចិត្តរបស់ខ្លួនឯងនៅក្នុងកុសលធម៌ព្រោះថាអត់មានអ្នកណានាំសេចក្តីសុខឲ្យយើងក្រៅពីខ្លួនឯងអញ្ចឹងយើងព្យាយាមនាំសេចក្តីសុខឲ្យខ្លួនឯងនៅកាន់តែច្រើនឡើងហើយយើងត្រូវសួរខ្លួនឯងថាតើយើងក៏បីជ្រើសរើសផ្លូវដែលមាននៅសេចក្តីសុខឬក៏ជ្រើសរើសផ្លូវមួយដែលមាននៅសេចក្តីទុក្ខអញ្ចឹងអត់មានអ្នកណាគេដើរឲ្យយើងទេបើយើងចង់បាននៅក្តីសុខមិនមានអ្នកណាដើរនៅផ្លូវនឹងឲ្យយើងទេយើងជាអ្នកដើរនៅផ្លូវនោះដោយខ្លួនឯងសម្រាប់បង